ตาเองអាចធ្វើប្រហែសបែបនេះបានយ៉ាងដូចម្ដេចការងារដែលលោកលីនផ្ដល់ឲ្យឯងគឺតែងតែមានកំហុសជានិច្ចខ្ញុំគិតថាឯងមិនបានធ្វើវាតតែសោះខ្ញុំបានឃើញនាងនិយាយទូរស័ព្ទជាមួយកូនប្រុសរបស់នាងច្បាស់ជាមិនបានធ្វើវាទេលោកលីននាងចាប់ដើមខ្ជិលច្រអូសត្រឹមតែរយៈពេល1ខែប៉ុណ្ណោះបុគ្គលិកដូចនេះគឺមិនសមនឹងរក្សាទុកនោះទេតើនរណាថាខ្ញុំមិនបានធ្វើវាសូហ្វីក្រេតើឯងមានគម្រោងធ្វើវាឡើងវិញទេវាពិតជាយឺតពេលហើយក្នុងការធ្វើវាឡើងវិញលើកលែងតែអ្នកអាចសង្គ្រោះឯកសារដែលបានបាត់បង់មកវិញខ្ញុំបានឮថាពីមុនអ្នកបានសម្ភាសសម្រាប់តំណែងកម្មវិធីតើអ្នកពិតជាអ្នកលួចចម្លងទិន្នន័យដែលមានជំនាញមែនទេលោកមកឈប់មើលរឿងដែលគ្មានប្រយោជន៍ទាំងនោះទៅអ្នកលួចចម្លងទិន្នន័យមិនមែនមាននៅគ្រប់ទីកន្លែងនោះទេហេតុអ្វីបានជាអ្នកនៅតែនិយាយទៀតដោយសារតែឯកសារបាត់គឺមានន័យថាអ្នកមិនបានធ្វើវាប្រសិនបើខ្ញុំជាអ្នកខ្ញុំនឹងដាក់ពាក្យលាឈប់ពីការងារនៅពេលនេះកញ្ញាក្រេនាងគឺមិនអីទេខ្ញុំដឹងថាអ្នកកំពុងប្រញាប់ប៉ុន្តែកុំតក់ក្រហល់ពេកសូហ្វីតើពេលនេះឯងកំពុងប្រើល្បិចអ្វីទៀតហើយតើឯងមិនដែលចម្លងឯកសារសំខាន់ទុកជាមុនទេលោកលីននេះគឺជាឯកសាររបស់អ្នកបុរសម្នាក់នេះអៀនមិនហ៊ានមើលមុខខ្ញុំទេព្រោះតែអ្វីដែលបានកើតឡើងនៅយប់នោះហឹមខ្ញុំនឹងនៅឲ្យឆ្ងាយពីគាត់លោកលីនចូលមកឲ្យលឿនមិនអីទេខ្ញុំនឹងរងចាំអ្នកផ្សេងទៀតចូលមកលីមតើឯងមិនបានភ្លេចអ្វីមួយទេហាតើខ្ញុំភ្លេចអ្វីខ្លះឯងថាឯងនឹងទៅបន្ទប់ទឹកតែឯងមិនបានទៅទេអូខ្ញុំត្រូវការប្រើបន្ទប់ទឹកជាបន្ទាន់លោកលីនធ្វើឲ្យខ្ញុំមានអារម្មណ៍មិនប្រក្រតីនៅប៉ុន្មានថ្ងៃនេះគាត់គឺមិនអាចស្មានដឹងឡើយខ្ញុំទើបតែបានគេចផុតពីស្ថានភាពគ្រោះថ្នាក់ប្រយ័ត្នហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ចង់ចង្អោរនៅពេលថ្មីនេះតើវាដោយសារតែជំងឺក្រពះមែនទេខ្ញុំគួរតែទៅមន្ទីរពេទ្យដើម្បីពិនិត្យសូហ្វីក្រេតើខ្ញុំធ្វើឲ្យអ្នកខ្ពើមរអើមខ្លាំងណាស់មែនទេពិតជាមិនមែនទេអ្នកទាំងសង្ហានិងមានទ្រព្យសម្បត្តិអ្នកថែមទាំងមានរូបរាងដ៏អស្ចារ្យទៀតផងអ្នកគឺជាបុរសក្នុងក្តីស្រមៃរបស់ក្មេងស្រីជាច្រើនមនុស្សប្រុសពិតជាត្រូវការលួងលោមសូម្បីតែនាយកប្រតិបត្តិក៏មិនលើកលែងដែរលោកលីនកុំបារម្ភអីខ្ញុំនឹងមិនប្រាប់នរណាម្នាក់នៅអ្វីដែលបានកើតឡើងកាលពីយប់មិញនោះទេខ្ញុំសូមជូនពរឲ្យអ្នកជួបតែអ្វីដែលល្អបំផុតសូមឲ្យអ្នកមានកូនច្រើនអ្នកថែមទាំងអាចទទួលបានកូនភ្លោះ3ទៀតផងហេអ្វីទៅកូនភ្លោះ3មែនទេចាស់សូមអបអរសាទរអ្នកកំពុងមានកូនភ្លោះ3ខ្ញុំសំបីតែកូនម្នាក់ក៏ចិញ្ចឹមមិនរួចផងទម្រាំតែមានកូន3នាក់ទៀតតើខ្ញុំត្រូវធ្វើយ៉ាងណាតើខ្ញុំគួរប្រាប់លោកលីនអំពីរឿងនេះទេយ៉ាងណាមិញគាត់គឺជាឪពុករបស់ពួកគេចូលមកលោកលីនសូមចុះហត្ថលេខានៅទីនេះលោកលីនតើលោកចូលចិត្តមានកូនច្រើននៅក្នុងគ្រួសារទេតើនាងចង់មានកូនជាមួយខ្ញុំមែនទេប៉ុន្តែគ្រួសាររបស់ខ្ញុំមានកូនតែម្នាក់គត់ក្នុងមួយចំនួនខ្ញុំមិនអាចមានកូនទៀតបានទេការមានកូនច្រើនធ្វើឲ្យមានភាពរញ៉េរញ៉ៃម្នាក់គឺគ្រប់គ្រាន់ហើយពិតជាមនុស្សអាក្រក់មែនម្ចាស់មនុស្សអាក្រក់លោកលីនមានការប្រជុំនៅពេលបន្តិចទៀតសូមថតចម្លងឯកសារនេះចំនួន10ច្បាប់យល់ព្រម
Sophie តើឯងមានផ្ទៃពោះមែនទេតើឯងមិនមែននៅលីវទេអីតើខ្ញុំបានថតចម្លងទម្រង់ពិនិត្យផ្ទៃពោះដោយរបៀបណាទៅលោកលីននឹងមកទីនេះក្នុងពេលឆាប់នេះខ្ញុំនឹងបង្ហាញរឿងនេះដល់គាត់នៅពេលក្រោយគាត់ប្រកាសជាបណ្ដេញឯងចេញមិនខាន Sophie Gray តើឯងកំពុងធ្វើអ្វីតើអ្នកពិតជាផ្ដោតលើការងាររបស់អ្នកមែនទេអ្នកមិនសមនឹងតំណែងនេះតតែសោះពិតជាគួរឲ្យអស់សំណើចណាស់ខ្ញុំសុំទោសវាពិតជាការធ្វេសប្រហែសរបស់ខ្ញុំនៅពេលនេះវានឹងមិនកើតឡើងម្ដងទៀតទេវាមិនមានប្រយោជន៍ក្នុងការសុំទោសនោះទេអ្នកនឹងមិនទទួលបានឱកាសទី2ឡើយខ្ញុំនឹងពន្យល់រឿងនេះដល់លោកលីនហើយឆ្លុះបញ្ចាំងពីវានៅពេលក្រោយអ្នកមិនមានសិទ្ធិសម្រេចថាខ្ញុំទទួលបានឱកាសទី2ឬអត់នោះទេឆ្លុះបញ្ចាំងពីវាអ្នកគួរតែទៅផ្ទះវិញជំនួសវិញហេតុអ្វីបានជាអ្នកឲ្យនាងលីឈប់ពីការងារដោយសារតែរឿងតូចតាចបែបនេះហេតុអ្វីវាមិនមែនជារឿងតូចតាចទេគ្មាននរណាម្នាក់នៅទីនេះដែលមិនសមហេតុផលដូចនាងនោះទេនាងមានចិត្តចង់នៅក្នុងក្រុមហ៊ុនជាមួយនឹងជីវិតឯកជនដ៏ញ៉េញ៉ៃបែបនេះគ្រាន់តែទៅផ្ទះហើយមានកូនទៅខ្ញុំបានបង្កើតកំហុសនៅកន្លែងធ្វើការប៉ុន្តែនោះមិនមែនជាហេតុផលសម្រាប់អ្នកមកវាយប្រហារខ្ញុំផ្ទាល់នោះទេជីវិតឯកជនរបស់ខ្ញុំមិនមានអ្វីពាក់ព័ន្ធនឹងការងាររបស់ខ្ញុំទេអ្នកមិនមានសិទ្ធិមកវិនិច្ឆ័យខ្ញុំទេពិតជាគ្មានការអៀនខ្មាសសោះអ្នកសំបីតែមិនដឹងថាឪពុករបស់ក្មេងនោះជានរណាផងអ្នកធ្វើរឿងបែបនេះហើយនៅតែបដិសេធមិនព្រមចាក់ចេញទៀតពិតមែនហើយតើនរណាជាឪពុករបស់ក្មេងនោះតើគាត់គឺជាបុរសផ្សេងពីឪពុករបស់កូនប្រុសច្បងរបស់អ្នកមែនទេអ្នកគឺជាមនុស្សដែលមិនរើសមុខនិងមានជីវិតឯកជនដ៏ញ៉េញ៉ៃអ្នកប្រហែលជាមានជំងឺកុំមកចម្លងពួកយើងពិតមែនហើយយើងនឹងរងចាំលោកលីនគាត់ស្អប់មនុស្សដែលមានជីវិតឯកជនញ៉េញ៉ៃបំផុតគាត់ប្រកាសជាបណ្ដេញអ្នកចេញភ្លាមនៅពេលដែលគាត់មកដល់ទីនេះតើមានរឿងអ្វីកើតឡើងតើមានរឿងអ្វីកើតឡើងតើមានរឿងអ្វីលោកលីនសូហ្វីបានធ្វើអ្វីមួយខុសនៅកន្លែងធ្វើការយើងបានប្រាប់នាងប៉ុន្តែនាងមិនព្រមស្ដាប់ទេនាងថែមទាំងបានដំណត់មកវិញទៀតផងអ្នកគឺជាអ្នកដែលបង្ករឿងមុនវាមិនមែនជារឿងសំខាន់នោះទេតើវាមិនធ្ងន់ធ្ងរយ៉ាងដូចម្ដេចជប់និយាយរឿងមិនសមហេតុផលទៅតើមានរឿងអ្វីកើតឡើងខ្ញុំមិនអាចឲ្យគាត់ដឹងថាខ្ញុំមានផ្ទៃពោះបានទេខ្ញុំបានថតចម្លងឯកសារផ្ទាល់ខ្លួនរបស់ខ្ញុំមួយដោយអចេតនាខណៈពេលដែលខ្ញុំកំពុងចម្លងឯកសារសម្រាប់ការប្រជុំវាមិនមែនជារឿងធំដុំនោះទេមនុស្សគ្រប់រូបសុទ្ធតែធ្លាប់មានកំហុសតើអ្នកចាំបាច់ត្រូវធ្វើឲ្យវាទៅជារឿងធំយ៉ាងនេះមែនទេលោកមកយើងគ្រាន់តែបារម្ភពីក្រុមហ៊ុនប៉ុណ្ណោះនាងសំបីតែរឿងសាមញ្ញដូចជាការថតចម្លងឯកសារក៏ធ្វើមិនបានដែរសំណាងល្អដែលយើងបានកត់សម្ភារវាទាន់ពេលវេលាបើមិនដូច្នោះទេវានឹងក្លាយជាការអាម៉ាស់ពិតមែនហើយប្រសិនបើឯកសារទាំងនេះត្រូវបានផ្ដល់ឲ្យអតិថិជនវានឹងក្លាយជាការអាម៉ាស់ខ្លាំងណាស់មនុស្សដូចនាងគួរតែត្រូវបានបណ្ដេញចេញស្ងាត់ទៅតើអ្នកខ្លាយជាអ្នកសម្រេចចិត្តតាំងពីពេលណាមកប្រយ័ត្ននៅពេលក្រោយទទួលយកការណែនាំខ្ញុំនឹងមិនធ្វើវាទៀតទេលោកលីនមិនត្រឹមតែសូហ្វីមានបញ្ហាក្នុងការងារប៉ុណ្ណោះទេប៉ុន្តែជីវិតឯកជនរបស់នាងក៏ញ៉េញ៉ៃដែរឯកសារផ្ទាល់ខ្លួនដែលនាងបានថតចម្លងគឺជាគម្រោងពិនិត្យផ្ទៃពោះរបស់នាងអ្វីទៅ